ស៊ូថងកុំខ្លាចអីឡានពេទ្យចិត្តមកដល់ហើយចាត់ចែងរួចរាល់អស់ហើយមែនទេរៀបចំរួចរាល់អស់ហើយបាទប៉ុន្តែចែរងរបួសធ្ងន់ធ្ងរណាស់ពិតមកទៅវៃនិយាយថានាងចង់ត្រូវរើគ្នាវិញអីចឹងក្មេងម្នាក់នេះទុកមិនបានទេលោកច្បាស់ជាអាចឲ្យនាងលេបថ្នាំទម្លាក់បានហេតុអីចាំបាច់ធ្វើដល់ថ្នាក់នឹងធ្វើបែបនេះល្អជាងវៃចង់ឃើញក្មេងនេះបាត់បង់ដោយផ្ទាល់ភ្នែកគូយានបើវាអញ្ចឹងទៅហើយក៏តាមបំណងលោកចុះសូមជូនពរលោកនឹងប៉ៃវៃស្រឡាញ់គ្នាដល់ចាស់កោងខ្នងគេងលក់ហើយតើគ្រូពេទ្យថាមិនខ្លះកូនពិតជាលែងនៅមែនទេកូនលែងនៅហើយតែស្ថានភាពធ្ងន់ធ្ងរជាងការគិតទៅទៀតល្អហើយឲ្យតែកូននោះទុកមិនបានទៅគឺចប់ហើយចុះដែលថាធ្ងន់ធ្ងរនោះគឺស្អីគេហូរឈាមក្រពះឬក៏បាក់ឆ្អឹងក្នុងចង្កេះរបស់នាងរងការខូចខាតយ៉ាងដំណំសរសៃប្រសាទត្រូវដាច់នាងប្រហែលជាមិនអាចក្រោកឈរបានទៀតទេមួយជីវិតមិនអាចទេរឿងនេះមិនអាចទៅរួចទេវៃសន្យាជាមួយខ្ញុំយ៉ាងច្បាស់ថាគ្រាន់តែបុកស្រាលប៉ុណ្ណោះដើម្បីឲ្យនាងរលូតកូននាងធានាថាមិនបើកលឿនទេបុកស្រាលគេឯងសង្ឃឹមថាមនុស្សស្រីដែលឈួតដោយសារស្នេហាអាចគ្រប់គ្រងលបឿនឡានពេលជន់កែបានអញ្ចឹងខ្ញុំមិននឹកស្មានថាវាទៅជាអញ្ចឹងទេខ្ញុំគ្រាន់តែចង់ឲ្យនាងរលូតកូនប៉ុណ្ណោះមិនបានចង់បំផ្លាញនាងទេមួយជីវិតនេះនាងត្រូវអង្គុយតែលើទេរុញហើយឯងបំផ្លាញនាងហើយកុំមាត់លោឡាឲ្យនាងភ្ញាក់លីឈွန်ខ្ញុំនឹងរកវិធីតាក់ទងអ្នកជំនាញសរសៃប្រសាទដែលពូកែបំផុតនៅក្រៅប្រទេសទោះអស់លុយប៉ុន្មានក៏ដោយត្រូវតែធ្វើឲ្យនាងអាចក្រោកឈរឡើងវិញបានក្រដាស់ខ្ចប់ភ្លើងមិនចិត្តទេមិនយូរមិនឆាប់នាងគង់តែដឹងការពិតខ្ញុំនឹងយកមួយជីវិតដែលសល់របស់ខ្ញុំដើម្បីសងនាងវិញឯងចង់សងនាងរបៀបម៉េចយកមុនសិកាដ៏ថោកទាបសំបីតែឆ្កែក៏មិនស្មើរបស់ឯងនោះហេស៊ូថងបងសុំទោសបងស្បត់ថានឹងរកគ្រូពេទ្យដែលពូកែបំផុតមកព្យាបាលអូនឲ្យដើរបានវិញទោះជាអូនមិនអាចក្រោកឈរបានបងក៏សុខចិត្តធ្វើជាជើងរបស់អូនមួយជីវិតដែរគូយានឲ្យតែខ្ញុំនៅដើរបានលោកអាចស្ងប់ចិត្តដោយចាត់ទុកការឃាតកម្មនេះជាគ្រោះថ្នាក់ចៃដន្យឲ្យហើយតើមែនទេគូយានសំណងរបស់លោកខ្ញុំទទួលយកមិនបានទេចេញឲ្យឆ្ងាយកុំមកប៉ះខ្ញុំមិនអីទេស៊ូថងខ្ញុំនៅទីនេះហើយគ្រូពេទ្យប្រាប់ថាសរសៃប្រសាទមានឱកាសជាសះស្បើយច្រើនឈឺទេស៊ូថងបងមានរឿងចង់ពិភាក្សាជាមួយអូននិយាយមកបងគិតថានាងអ្នកដែលបើកឡានបុកអូនថ្ងៃនោះនាងមិនបានតាំងចិត្តទេថ្ងៃនោះអាកាសធាតុមិនល្អនាងច្រឡំជន់កែស្មានតែហ្វ្រាំងឥឡូវនេះនាងយកសប្តាហ៍អាក្រក់រាល់ថ្ងៃចង់មកសុំទោសអូនពួកយើងសម្របសម្រួលគ្នាជាឯកជនទៅណាសុំទោសខ្ញុំគ្រាន់តែលាត់ស្បែកបន្តិចបន្តួចសោះគុំរកក៏អីអាក្មេងពៀដែលខ្លាញ់តាក់ជើងខ្ញុំដួលនោះលោកជន់បាក់ឆ្អឹងជំនីរវាអស់ពីកន្លែងស៊ូថងអូនត្រូវចាំទុកអ្នកណាធ្វើឲ្យអូនឈឺចាប់បងនឹងធ្វើឲ្យវាឈឺចាប់លើសនឹងទៅទៀតកាលពីមុនខ្ញុំធ្លាប់ត្រូវមិត្តរួមថ្នាក់ខ្លាញ់តាក់ជើងឲ្យដួលជង្គង់របស់ខ្ញុំរលាត់ចេញឈាមលោកបានស្ទុះចូលទៅក្នុងថ្នាក់រៀនរបស់គេផ្ទាល់នៅចំពោះមុខមនុស្សគ្រប់គ្នាវាម្នាក់នោះឡើងហើមមុខហើមមាត់ប៉ុន្តែឥឡូវនេះលោកចង់ឲ្យខ្ញុំលើកលែងទោសឲ្យមនុស្សដែលធ្វើឲ្យខ្ញុំមិនអាចក្រោកឈរបានមួយជីវិតទៅវិញស៊ូថងកុំគិតច្រើនអីស៊ីញេវាទៅវៃនាងអាចិតណាទេនាងយល់ព្រមសងជំងឺចិត្តអូន1 លានយន់ក៏មិនតិចដែរមិនស៊ីញេទេស៊ូថងគុំយកអារម្មណ៍មកសម្រេចអីវៃទើបតែអាយុ20ផ្លាយប៉ុណ្ណោះបើមានប្រវត្តិជាប់គុកមួយជីវិតនាងនឹងត្រូវវិនិច្ឆ័យហើយគូយានជើងរបស់ខ្ញុំខូចហើយលោកឲ្យខ្ញុំស៊ីញេលិខិតលើកលែងទោសគិតថាជើងខ្ញុំមានតម្លៃត្រឹមតែ1 លានយន់នេះមែនទេបងមិនមានន័យបែបនេះទេចុះលោកមានន័យថាម៉េចនាងបំផ្លាញខ្ញុំមួយជីវិតលោកនៅតែចង់ឲ្យខ្ញុំលើកលែងទោសឲ្យនាងទៀត
bà lôi mình cron ai thêm tiệt bàn. Ní cron tại chỉ cru thna chạy đòn ở tề. Ta ôn bất chỉ trong bình chun niên châu cúc ở to tại bàn. Hai bồng plai mình nu mình nẹ tiết tớp ôn ở chất mền tề. Sông tốt pro hai chi bồng tọ cỏ hò pệch hai. Thưa ở ôn kết tha bong cầm bông bằng khom ôn. Dốc anh chết chốt bằng oi vây vây một sông tô ôn đợi tỏa. បងស្រីខ្ញុំសុំទោសថ្ងៃនោះខ្ញុំច្រឡំជន់កែស្មានតែហ្វ្រាំងទេ ខ្ញុំភ័យខ្លាចណាស់កន្លះខែមកនេះខ្ញុំតែងតែបន្ទោសខ្លួនឯងរហូត បងស្រីសូមមេត្តាអភ័យទោសឲ្យខ្ញុំផងទោះអស់លុយប៉ុន្មានក៏ខ្ញុំសងដែរបើបងនៅតែមិនបាត់ខឹងខ្ញុំអាចបម្រើបងមួយជីវិត ស៊ូថងស៊ីញេទៅបើអាចអនុគ្រោះបានក៏អនុគ្រោះឲ្យគេទៅបងសុំលើកទូរស័ព្ទមួយផ្លែត ឲ្យឯង5លានយន់ទៀតគ្រប់គ្រាន់ឬនៅឬថាម្ដាយឯងកើតមហារាជក្លឹមដំណាក់កាលចុងក្រោយលុយប៉ុណ្ណឹងគ្រប់គ្រាន់ទិញថ្នាំនាំចូលដែលល្អបំផុតឲ្យគាត់ហើយឯងសើប្រវត្តិខ្ញុំគឺបងយានជាអ្នកប្រាប់ខ្ញុំទាំងអស់សូម្បីតែរឿងឯងត្រូវលេបថ្នាំមួយដេកនៅពេលយប់ទើបអាចគេងលក់ក៏គាត់ប្រាប់ខ្ញុំដែរគាត់ថានាងដូចជាមនុស្សឈួតអញ្ចឹងបងស្រីសូមបងឲ្យឱកាសខ្ញុំលុបលាងកំហុសផង មានរឿងអី បងស្រីនៅតែមិនព្រមលើកលែងទោសឲ្យខ្ញុំទេ ស៊ូថងអូនកុំហួសហេតុពេក ខ្ញុំមិនលើកលែងឲ្យដាច់ខាត ស៊ូថងកុំបង្ខំបង បងស្រីខ្ញុំនឹងយកជើងមួយនេះមកសងបង វ័យនេះអូនឈួតហើយមែនទេ បងយាននេះជាអ្វីដែលខ្ញុំជំពាក់បងស្រី នាងទៅជាបែបនេះហើយតើអូននៅចង់បានអ្វីទៀតសិនស៊ូថងតើបេះដូងអូនធ្វើពីដាច់មែនទេ នាំនាងទៅមន្ទីរពេទ្យទៅពេលត្រឡប់មកវិញខ្ញុំនឹងស៊ីញេធ្វើពុតជាគួរឲ្យអាណិតហត់ណាស់ប៉ុន្តែលទ្ធផលមិនអន់ទេ មិនចាំបាច់ធ្វើឲ្យខ្លួនឯងរបួសមែនទេអញ្ចឹង បើមិនធ្វើបែបនេះតាមីខ្វិននឹងព្រមចុះខ្ញុំទេចាំតែបានលិខិតលើកលែងទោសមកដល់ដៃពួកយើងនឹង អញកាយឈួតអីហ្នឹងខ្ញុំឈួតហេស៊ូថងលោតចូលបឹងបាត់ហើយទើបតែ10នាទីមុននេះទេ បងយានបងទៅណា បឹងសិប្បនិមិត្តនៅជីក្រុងខាងលិចបញ្ជូនអ្នកមុជទឹកទៅទីនោះជាបន្ទាន់យកសម្ភារៈបំភ្លឺនិងឧបករណ៍រាវរកទៅឲ្យអស់ទោះអស់លុយប៉ុន្មានក៏ដោយត្រូវទៅដល់ទីនោះក្នុងរយៈពេល10នាទី លឿនឡើងចុះទឹកទៅរកទាំងអស់គ្នាភ្លាមបើរកមនុស្សមិនឃើញទេពួកឯងក៏មិនបាច់ងើបមកវិញដែរទាញខ្សែឡើងបាត់បឹងមានរបស់ម្យ៉ាង បន្តរាវរកឲ្យខ្ញុំទៀតរស់ត្រូវឃើញមនុស្សស្លាប់ត្រូវឃើញសាកសពចៅហ្វាយផ្ទៃបឹងនេះយើងរាវរកអស់ហើយបើពិតជាមានមនុស្សធ្លាក់ចូលមែនមិនអាចរកមិនឃើញទេប្រហែលជាក្នុងបឹងនេះគ្មានសាកសពតាំងពីដើមនិយាយឈួតមនុស្សប៉ុណ្ណឹងមិននឹងអាចរកមិនឃើញកាមេរ៉ាសុវត្ថិភាពថតជាប់យ៉ាងច្បាស់ នាងច្បាស់ជាធ្លាក់ចូលទៅមែនគឺពួកឯងមិនខំប្រឹងរាវរក បន្តចុះទៅរកឲ្យខ្ញុំទៀត ទោះត្រូវកាយបាត់បឹងក៏ត្រូវតែរកមនុស្សឲ្យឃើញដែរបងយានបងកុំបារម្ភពេកអីប្រហែលជាក្នុងបឹងនេះពិតជាគ្មានសាកសពមែនបងស្រីច្បាស់ជាកំពុងខឹងខ្ញុំទើបខ្លែងធ្វើជាលេងល្ខោនជាមួយអ្នកអតីដើម្បីបោកប្រាស់ពួកយើងនាងគ្រាន់តែចង់ឃើញបងមានការព្រួយបារម្ភប៉ុណ្ណោះ តាមពិតនាងមិនបានលោតទឹកតតែសោះមែនទេនាងមិនទាន់ស្លាប់ទេនាងគ្រាន់តែសម្ដែងប៉ុណ្ណោះអូនឯងពិតជារករឿងអេតហេតុផលមែនដើម្បីបង្ខំឲ្យបងចុះខ្ញុំសូម្បីតែវិធីថោកទាបធ្វើពុតជាស្លាប់ក៏ហ៊ានប្រាដែរគូយានអាកំសាឯងវាជាសត្វត្រឆានដែលគ្មានថ្នាំមើលពិតមែនជើងរបស់ស៊ូថងខូចអស់ហើយ នាងសំបីតែដើរក៏មិនរួចផង បើនាងមិនបានលោតទឹកមែនឯងគិតថាមនុស្សខ្វិនម្នាក់អាចរត់ទៅពួនឯណាបានឯងនៅតែគិតថានាងកំពុងបោកប្រាស់ឯងទៀត បងយានកុំស្ដាប់គាត់បងស្រីច្បាស់ជាសោកប៉ាន់ឲ្យគេជួយហើយនាងស្រឡាញ់បងដល់ថ្នាក់នឹងមិននឹងអាចទៅស្លាប់នោះនាងខ្លែងបោះចោលរទេះរុញធ្វើពុតជាស្លាប់គឺដើម្បីចង់ឲ្យបងរស់នៅជាមួយវិបដិសារីមួយជីវិត បាយវៃនាងបិទមាត់ទៅនាងជាគៀតសម្រាប់មនុស្សម្នាក់ធ្វើបាបស៊ូថងរហូតដល់ពីការអស់មួយជីវិតពេលនេះមិនដឹងថានាងស្លាប់ឬរស់ផងនាងហ៊ាននិយាយទាំងមិនអៀនខ្មាស់ទម្លាក់កំហុសថានាងសម្ដែងទៀត តើបេះដូងនាងធ្វើពីអ្វីឲ្យប្រកាសទៅ
បងលីនឈន់មិនក៏បងអាចនិយាយដាក់ខ្ញុំបែបនេះខ្ញុំក៏ធ្វើដើម្បីបងយានដែរបើបងស្រីពិតជាលោតទឹកមែនហេតុអីបានជារាវរកសាកសពមិនឃើញខ្ញុំគ្រាន់តែមិនចង់ឲ្យបងយានត្រូវនាងបោកប្រាស់ប៉ុណ្ណោះគ្រប់គ្រាន់ហើយលីនឈន់ឯងកាចឈួតអីដាក់វៃរឿងដែលនាងនិយាយវាខុសមែនទេសិនស៊ូថងមិននឹងអាចទៅស្លាប់មែនតែនទៅក្រុមសង្គ្រោះមិនមែនរាវរកសាកសពមិនឃើញទេអីឥឡូវនេះឯងបែរជាមកចោទប្រកាន់នាងវិញឬមួយក៏ឯងកំពុងជួយលាក់បាំងនាងឲ្យលាក់ខ្លួនទេដឹងអញជួយលាក់បាំងម៉ែឯងអីគូយានក្នុងនាមឯងល្ងងដល់ថ្នាក់សុកចិត្តជឿសម្ដីមីស្រីពីពលនេះមិនព្រមជឿថាស៊ូថងត្រូវពួកឯងបង្ខំដល់ផ្លូវតរចាប់ពីថ្ងៃនេះទៅពួកយើងផ្ដាច់ទំនាក់ទំនងនឹងគ្នាអញនឹងចាំមើលថ្ងៃអនាគតពេលដែលឯងលុតជង្គង់ផ្ទាល់ដីក្រាបសំពះសារភាពកំហុសនោះមកដល់បងយានបងនៅតែគិតពីរឿងរបស់បងស្រីទៀតមែនទេបងកុំបន្ទោសខ្លួនឯងខ្លាំងពេកបងស្រីតែងតែឆ្លាតវៃជានិច្ចគាត់ច្បាស់ជារៀបចំផ្លូវក្រោយរួចជាស្រេចបាត់ទៅហើយគាត់សម្ដែងបែបនេះគឺទីដឹងមុនថាបងនឹងទន់ចិត្តហើយខ្លែងចង់ឲ្យបងរស់នៅជាមួយវិបដិសារីមួយជីវិតតាមពិតទៅបងស្រីគ្រាន់តែទប់កំហឹងមិនបានទើបចង់ប្រើវិធីសាស្ត្រដ៏ជ្រុលហួសហេតុបែបនេះដើម្បីដាក់ទណ្ឌកម្មពួកយើងប៉ុណ្ណោះបងលីងឈន់ជួយនាងខ្លាំងម្លឹងច្បាស់ជារៀបចំកន្លែងសុវត្ថិភាពឲ្យគាត់រួចបាត់ទៅហើយកន្លែងដ៏សុខស្រួលមួយហើយចាំមើលតែគេឃើញបងស្គមស្កាំងដោយសារគេបែបនេះពេលបាត់ខឹងគេច្បាស់ជាចេញមកវិញហើយអែមបងយានតើបងកាត់អីនឹងបងកុំធ្វើឲ្យខ្ញុំភ័យមិនអីទេខ្ញុំចេញទៅជួបបារីមួយដើមហេតុអីទៅមីខ្វិនសិនស៊ូថងនោះវាបាត់ក្បាលទៅហើយមិនក៏នៅតែអាចឆក់យកព្រលឹងរបស់គូយានបានទៀតលោកជាងបន្ទាប់ពីពួកយើងត្រួតពិនិត្យប្រព័ន្ធទឹកមកពួកយើងរកឃើញថាបាតបឹងសិប្បនិមិត្តនេះមានប្រឡាយរំដោះទឹកមួយភ្ជាប់ត្រង់ទៅកាន់ទន្លេលៀននៅក្រៅក្រុងបើសិនជាជនរងគ្រោះជួបនឹងចរន្តទឹកគួចក្រោយពេលលោតចូលបឹងវាមានលទ្ធភាពខ្ពស់ណាស់ដែលនាងត្រូវបានហូរតាមប្រឡាយនោះធ្លាក់ចូលទៅក្នុងទឹកទន្លេដ៏កន្ត្រាក់នោះបាត់ទៅហើយយល់ហើយខ្ញុំដឹងហើយបញ្ជាក់ច្បាស់ហើយជនរងគ្រោះគឺសិនស៊ូថងឆាប់ឲ្យអាត្រិឆានគូយានមើលទៅថាវាអស់សង្ឃឹមខ្លាំងប៉ុណ្ណាគូយានឯងមិនទៅតែថាស៊ូថងកំពុងសម្ដែងធ្វើពុតជាស្លាប់ទេអីឯងមិនទៅតែអះអាងថានាងលាក់ខ្លួនទេហីឥឡូវឯងបើកភ្នែកឆ្កែរបស់ឯងឲ្យធំហើយមើលឲ្យច្បាស់ថានេះជាស្អីយោងតាមភស្តុតាងប៉ូលីសបានបញ្ជាក់ច្បាស់ហើយថានេះគឺស៊ូថងគូយាននាងស្លាប់ហើយត្រូវឯងនឹងមីស្រីម្នាក់នេះបង្ខំឲ្យស្លាប់ទាំងរស់ពេលនេះឯងស្កប់ចិត្តហើយមែនទេនេះជារបស់คล้ายនាងច្បាស់ជាចង់ប្រើវិធីថោកទាបបែបនេះដើម្បីបញ្ឆោតឲ្យខ្ញុំចុះញោមលីងឈွန်ឯងកំពុងចូលដៃសម្ដែងជាមួយនាងមែនទេឯងនិយាយមកអញសម្ដែងម៉ែឯងអីអាឆ្កែឯងនៅតែបោកប្រាស់ខ្លួនឯងទៀតសូម្បីតែប៉ូលីសក៏បញ្ជាក់ច្បាស់ទៅហើយឯងនៅតែមិនព្រមទទួលស្គាល់ការពិតទៀតតើតែឯងឃើញនាងសោះត្រឹមផេះទើបឯងព្រមទទួលស្គាល់មែនទេនាងខ្វល់ពីម្ដាយនាងបំផុតបើនាងពិតជាចង់ស្លាប់មែនមិនអាចមិនខ្វល់ពីម្ដាយនាងនោះទេខ្ញុំនឹងទៅរកម្ដាយនាងឥឡូវនេះមនុស្សទៅណាអស់ហើយអ្នកជំងឺនៅទីនេះទៅណាហើយលោកស្រីសិនកាលពី3ថ្ងៃមុនជំងឺគាត់ធ្វើទុកខ្លាំងការសង្គ្រោះមិនបានផលគាត់ក៏ទទួលមរណភាពទៅសាច់ញាតិបានយកសពគាត់ទៅបូជាទាំងយប់បាត់ទៅហើយអ្នកនាងថាម៉េចស៊ូថងកុំខ្លាចអីឡានពេទ្យចិត្តមកដល់ហើយនាងមិនបានតាំងចិត្តទេថ្ងៃនោះអាកាសធាតុមិនល្អនាងច្រឡំជន់កែស្មានតែហ្វ្រាំងទេឥឡូវនេះនាងយកសប្តាហ៍អាក្រក់រាល់ថ្ងៃចង់មកសុំទោសអូនពួកយើងសម្របសម្រួលគ្នាជាឯកជនទៅណាស៊ូថងបងសុំទោសអូនបងយានបងកុំធ្វើបែបនេះអីបងនៅមានខ្ញុំតាប
បងស្រីនិងអ៊ំស្រីលែងនៅហើយខ្ញុំនឹងជួយស្រឡាញ់និងមើលថែបងជំនួសពួកគាត់ ថងថង លេខទូរស័ព្ទនៅលើក្រដាសនេះគឺជាលេខឪពុកបង្កើតរបស់កូនបើមានថ្ងៃណាមួយគូយានធ្វើបាបកូន ទៅរកគាត់ទៅថងថង នាំប៉ានិងម៉ាក់ចេញទៅខាងហៃឈឹងមានដំណឹងផ្ញើមកហើយ យ៉ាងម៉េចទៅហើយប៉ា ប៉ូលីសបានចេញលិខិតមរណភាពផ្លូវការហើយគេបញ្ជាក់ថាកូនពិតជាលង់ទឹកស្លាប់មែន ម៉េចក៏បិទសំណុំរឿងលឿនម្លេះរកសាកសពខ្ញុំមិនឃើញផង យ៉ាងហោចណាស់ក៏ត្រឹមចាត់ទុកថាបាត់ខ្លួនដែរហ៎មនុស្សរបស់ជាងលីនឈွန်តាមរកតាមប្រឡាយរំដោះទឹកនៃបឹងគប់ជួនក៏ស្រង់បានសាកសពស្ត្រីម្នាក់សាកសពស្ត្រីត្រូវហើយសាកសពស្ត្រីម្នាក់នោះមានកម្ពស់ទំហំខ្លួននិងសំបីតែអាយុឆ្អឹងគឺស្រដៀងនឹងកូនគួរឲ្យភ្ញាក់ផ្អើលសាកសពមនុស្សត្រាំក្នុងទឹកទន្លេត្រូវទឹកហូរគួចរហូតដល់មើលមុខលែងស្គាល់ទៅហើយដូច្នេះប៉ូលីសក៏សន្និដ្ឋានយ៉ាងនេះថាជារូបកូនប៉ាឲ្យគេស៊ើបប្រវត្តិទៅក្មេងស្រីនោះជាមនុស្សគ្មានឯកសារអត្តសញ្ញាណនាងបានលេបថ្នាំងមួយដេករួចក៏លោតចូលទន្លេសម្លាប់ខ្លួននៅខ្សែទឹកខាងក្រោមកន្លែងដែលកូនលោតនោះដោយសារតែនាងគ្មានឯកសារបញ្ជាក់អត្តសញ្ញាណអ្វីទាំងអស់ប៉ូលីសតតម្រិះក្នុងការស៊ើបអង្កេតប្រវត្តិរបស់នាងបូករួមទាំងតម្រុយប្រឡាយទឹកដែលជាងលីងឈွန်ផ្ដល់ឲ្យនិងវត្ថុតាងដែលបន្សល់ទុកនៅលើច្រាំងទៀតនោះ តាមពិតពីថ្ងៃមកនេះប៉ាកំពុងជួយកូនដោយប្រើប្រាស់ សាកសពអានាមិកមួយនេះ ដើម្បីកាត់ផ្ដាច់ទាំងស្រុងនៅឈ្មោះសិនស៊ូថងព្រមទាំងស្លាកស្នាមទាំងអស់នៅលើលោកនេះសោះចុះខាងគូយានវិញយ៉ាងម៉េចហើយ ជាងលីងឈွန်យកលិខិតមរណភាពនោះគប់ចំមុខរបស់វាភ្លាមនៅនឹងកន្លែងប៉ុន្តែវាស៊ូស្លាប់ក៏មិនព្រមជឿដែរហើយក៏រត់ដូចមនុស្សឈួតទៅបន្ទប់អ្នកជំងឺរបស់ម្ដាយកូនគិលានុបដ្ឋាយិកាធ្វើតាមការរៀបចំទុកមុនរបស់ប៉ាប្រាប់វាថាម្ដាយកូនបានស្លាប់ដោយសារជំងឺបាត់ទៅហើយក៏ត្រូវគេយកទៅបូជាទាំងយប់ទៀតបន្ទាប់មកវាក៏ដួលអង្គុយលើឥដ្ឋក្នុងបន្ទប់យំសោកបោកខ្លួនរលំរលីដូចជាឆ្កែអនេថាអញ្ចឹងឯមីស្រីឈ្មោះប៉ៃវៃនោះក៏ប្រញាប់រត់ទៅក្បែរវាសម្ដែងល្ខោនធ្វើជាស្នេហាស្មោះស្ម័គ្រមិនបោះបង់ចោលគ្នា ពេលនេះយំហាក់ដូចជាលឿនពេកហើយការសងសឹករបស់ខ្ញុំនៅមិនទាន់ចាប់ផ្ដើមផង ថងថងកូនកុំបារម្ភម្ដាយរបស់កូនប៉ាបានរៀបចំឲ្យស្នាក់នៅតំបន់សម្រាប់ព្យាបាលគ្មានមេរោគដ៏ល្អបំផុតនៅក្នុងភូមិគ្រឹះនេះហើយមានអ្នកជំនាញកំពុងមើលថែ24ម៉ោងអាការៈជំងឺរបស់គាត់មានសភាពនឹងនៅហើយគោលដៅបន្ទាប់គឺរូបកូនការវះកាត់ជួសជុលសរសៃប្រសាទឆ្អឹងខ្នងរបស់កូនវានឹងក្លាយជាការវះកាត់ដ៏យូរអង្វែងនិងអំដោយការឈឺចាប់ដូចហែកសាច់កូនត្រូវត្រៀមចិត្តឲ្យហើយណា កូនមិនខ្លាចឈឺទេឲ្យតែកូនអាចក្រោកឈរឡើងវិញបានឲ្យតែកូនអាចជន់ឈ្លីពួកវាទម្លាក់នរកដោយផ្ទាល់ដៃទោះជាត្រូវពន្លះសាច់ដកឆ្អឹងក៏កូនស៊ូទ្រាំដែរល្អ សូមជាកូនស្រីរបស់ប៉ាសិនថេងមែនចាប់ពីថ្ងៃនេះទៅលើលោកនេះលែងមានសិនស៊ូថងដែលត្រូវគេជន់ឈ្លីទៀតហើយមានតែអ្នកស្នងមរតកតែមួយគត់នៃសម្ព័ន្ធពាណិជ្ជកម្មត្រកូលសិនប៉ុណ្ណោះស៊ូថងបងយានកុំផឹកទៀតអី ចេញទៅចេញឲ្យឆ្ងាយពីឯង បងយានខ្ញុំដឹងថាបងឈឺចាប់ក្នុងចិត្តបងស្រីលែងនៅហើយបងខឹងទម្លាក់កំហឹងលើខ្ញុំក៏ជារឿងសំគួរដែរឲ្យតែបងអាចធូរស្បើយក្នុងចិត្តបងចង់វាយឬជេរខ្ញុំក៏បានដែរ ស៊ូថងកុំខ្លាចអីឡានពេទ្យចិត្តមកដល់ហើយស៊ូថងគឺបងជាអ្នកសម្លាប់អូនគឺបងជាអ្នកសម្លាប់កូនរបស់យើងគឺបងជាអ្នកបង្ខំអូនដល់ផ្លូវតទេ បងយាននេះមិនមែនជាកំហុសរបស់បងទេបងក៏ធ្វើដើម្បីការពារខ្ញុំដែរនេះសុទ្ធតែជាកំហុសរបស់បងស្រីគាត់ចេះពេកហើយទោះជាយ៉ាងណាក៏គាត់មិនគួរធ្វើអត្តឃាតដែររឹតតែមិនគួរទុកបងចោលឲ្យឈឺចាប់ម្នាក់ឯងនោះទេនាងមានសិទ្ធិអីមកថានេះជាកំហុសរបស់នាងនាងដឹងស្អីសុទ្ធតែជាកំហុសរបស់អញគឺអញជាអ្នកសម្លាប់នាងបើមិនមែនមកពីអញបង្ខំនាងទេនាងមិននឹងអាចអស់សង្ឃឹមរហូតដល់លោតទឹកអញ្ចឹងនាងមានសិទ្ធិអីមកចោទប្រកាន់នាងនៅទីនេះ ខ្ញុំសុំទោសបងយានខ្ញុំសុំទោសខ្ញុំមិនបានតាំងចិត្តចង់និយាយអាក្រក់ពីបងស្រីទេខ្ញុំគ្រាន់តែបារម្ភពីបងឃើញបងធ្វើទារុណកម្មខ្លួនឯងរាល់ថ្ងៃបែបនេះខ្ញុំពិតជាឈឺចាប់ណាស់ខ្ញុំសុខចិត្តឲ្យអ្នកដែលស្លាប់ក្នុងបឹងថ្ងៃនោះជាខ្ញុំវិញឲ្យតែបងអាចរស់នៅបានសុខសប្បាយខ្ញុំសុខចិត្តធ្វើអ្វីគ្រប់យ៉ាង
អាហាធំធំស៊ូទ្រាំឡើងកូនប៉ានៅទីនេះហើយគ្រូពេទ្យចាក់ថ្នាំបំបត្តិការឈឺចាប់ឲ្យនាងទៅ ឆាប់ចាក់ទៅទេកុំចាក់អីកូនមិនចាក់ទេកូនចង់ដឹងខ្លួនដើម្បីចងចាំការឈឺចាប់មួយនេះតារាបណាកូននៅតែឈឺកូននឹងមិនភ្លេចឡើយភាពអាម៉ាស់ដែលគូយាននឹងបាយវៃបានផ្ដល់ឲ្យកូន ល្អប៉ានៅកំដរកូនធំធំកូនដឹងខ្លួនហើយហេកុំតន់និយាយអីកុំកម្រើកការវះកាត់ទទួលបានជោគជ័យផុតដំណាក់កាលគ្រោះថ្នាក់ហើយគ្រូពេទ្យវះកាត់បានប្រាប់ថាសរសៃប្រសាទឆ្អឹងខ្នងដែលខូចខាតត្រូវបានភ្ជាប់ឡើងវិញ90ឯណោះឲ្យតែកូនស៊ូទ្រាំឆ្លងកាត់ការស្ដារនីតិសម្ភារបានកូននឹងអាចក្រោកឈរឡើងវិញបានហើយឲ្យតែកូនអាចក្រោកឈរបានឈាមដែលគូយាននឹងបាយវៃជំពាក់កូនកូនអាចដើរទៅទាវាដោយផ្ទាល់ដៃវិញបានហើយមីស្រីថោកទាបឃើញនាងហើយអញចង់តែក្អួតទេស្រែកមកម៉េចមិនស្រែកបងស្រវឹងខ្លាំងហើយប្រញាប់ចេញឲ្យឆ្ងាយពីអញទៅទ្រាំបន្តិចទៅស្អំទឹកក្តៅទៅវាធូរហើយចេញទៅញ៉ាំបន្តិចទៅវានឹងធ្វើឲ្យក្រពះស្រួលបន្តិចឲ្យតែបន្តស៊ូទ្រាំទៅទៀតតំណែងជំទាវធំត្រកូគូយូរឬឆាប់គង់តែជារបស់ខ្ញុំទេខ្ញុំនឹងបញ្ជាក់ឲ្យគ្រប់គ្នាឃើញថាសិនស៊ូថងស្លាប់បាត់ទៅហើយបាយវៃខ្ញុំនេះមុខតែជាអ្នកដែរសាច់នៅវគ្គចុងក្រោយជាអ្នកឈ្នះដែលក្តោបក្តាប់អ្វីគ្រប់យ៉ាងការអត់ធ្មត់របស់បាយវៃមិនយូរប៉ុន្មានក៏ទទួលបានឱកាសដ៏ល្អឥតខ្ចោះមួយមកដល់ឯងអត់មានភ្នែកទេហីមិនចង់រស់ទេមែនទេហ៊ានមកប៉ះពួកអញនៅទីនេះអញមើលទៅអាល្អិតឯងនេះចង់ងាប់ហើយកុំនិយាយច្រើនចូលទៅវាឲ្យអស់ឈប់សិនកុំវាយគាត់វាទៀតវាទៅកុំប៉ះគាត់ពួកឯងចេញឲ្យឆ្ងាយពីគាត់ទៅបងយានបងមិនអីទេមែនទេខ្ញុំខ្លាចបងមានរឿងណាស់បើបងស្លាប់តើខ្ញុំត្រូវធ្វើម៉េចទៅវៃបើសិនជាសម្រាប់សេចក្តីស្លាប់របស់ខ្ញុំគឺធ្វើឲ្យគេមានតែភាពអស់សង្ឃឹមនិងមានទោសកំហុសតែនៅពេលនេះពេលដែលឃើញបាយវៃប្រឡាក់ពេញដោយឈាមអារម្មណ៍ចង់សង្កត់និងសភាពគាត់រស់រានមានជីវិតទីបំផុតក៏បានគ្របដណ្ដប់លើភាពឈឺចាប់ដែលបាត់បង់ប្រពន្ធចាប់ពីថ្ងៃនោះមកគូយានមិនដែលប៉ះស្រាសំបីតែមួយដំណក់ផ្ទុយទៅវិញគេក៏បានរឹងមាំឡើងវិញជាមួយនឹងភាពម៉ឺងម៉ាត់ដូចកាលពីមុនត្រឡប់មកធ្វើជាប្រធានសម្ព័ន្ធពាណិជ្ជកម្មត្រកូលគូវិញត្រឹមតែរយៈពេលកន្លះខែប៉ុណ្ណោះគេប្រើវិធានការដាច់ខាតនិងសាហាវបង្កាប់ភាពចលាចលរបស់ក្រុមប្រឹក្សាភិបាលយ៉ាងឆាប់រហ័សនេះគឺជារបស់ដែលពួកលោកចំណាយពេលកន្លះខែធ្វើនោះធ្វើវាឡើងវិញនៅព្រឹកស្អែកបើធ្វើមិនបានទៅបើកប្រាក់ខែនៅផ្នែកធនធានមនុស្សហើយឈប់ទៅគូយានមិនត្រឹមតែប្រកាសជាសាធារណៈថាបាយវៃជាគូដណ្ដឹងរបស់ប្រធានក្រុមហ៊ុនគូគ្រប់ប៉ុណ្ណោះទេសូមណែនាំឲ្យអ្នកទាំងអស់គ្នាបានស្គាល់នេះគឺគូដណ្ដឹងរបស់ខ្ញុំគូយានថែមទាំងនាំនាងទៅរស់នៅក្នុងបន្ទប់គេងទី2នៃវីឡានៅលើភ្នំនោះទៀតផងក្នុងអំឡុងពេលនេះសំណងដែលគេផ្ដល់ឲ្យបាយវៃគឺច្រើនរហូតដល់គួរឲ្យហួសចិត្តសាក់មើលទៅបើមិនចូលចិត្តចាំបងឲ្យគេដូរចេញអូនចូលចិត្តទាំងអស់គម្រោងសំខាន់មួយចំនួនរបស់ក្រុមហ៊ុនគូគ្រប់នាពេលថ្មីនេះបងបានប្រគល់ឲ្យអូនមើលខុសត្រូវហើយអរគុណបងយានពេលថ្ងៃគូយានមើលទៅសង្ហាប៉ុន្តែនៅពេលយប់គេប្រៀបដូចជាអាយ៉ងដែលបាត់បង់ព្រលឹងបន្ទប់គេងធំដែលបិទទ្វារជិតនៅតែរក្សាទុកគ្រប់ស្លាកស្នាមដែលធ្លាប់មានមុនពេលខ្ញុំចាក់ចេញអាហា
អ្នកនាងសិនមិនអីទេមិនអីទេខ្ញុំនៅអាចបន្តបានទៀតអ្នកនាងសិនធ្វើម្ដងទៀតអ្នកនាងសិនបើនៅតែបន្តបែបនេះអ្នកនាងទ្រាំលែងបានទេខ្ញុំអាចធ្វើបានខិតខំប្រឹងប្រែងយូរដល់ម្លឹងហើយត្រូវតែស៊ូឲ្យដល់ទីបំផុតញ៉ាំស៊ុបបន្តិចទៅដើម្បីបើកម្លាំងប៉ាកាលពីមុនតើមានរឿងអ្វីកើតឡើងឲ្យប្រកាសទៅហេតុអ្វីបានជាម៉ាក់មិនដែរប្រាប់កូនពីវត្តមានរបស់ប៉ាអញ្ចឹងមកពីប៉ាការពារគាត់មិនបានល្អ20ឆ្នាំមុនគឺជាពេលដែលត្រកូលសិនកំពុងស្ថិតក្នុងភាពចលាចលផ្លាស់ប្ដូរអំណាចប៉ាក្នុងនាមជាអ្នកស្នងមរតកទី1បានក្លាយជាឆ្អឹងតឹងរបស់សាច់ញាតិនិងគូប្រជែងទាំងអស់ឆ្នាំនោះម៉ាក់របស់កូនទើបតែពោះកូនដើម្បីការពារគាត់ប៉ាបានធ្វើពុតជាឃ្លាតឆ្ងាយពីគាត់សូម្បីតែបង្កើតរឿងคล้ายៗជាច្រើននៅពីមុខអ្នកដទៃប៉ុន្តែគូប្រជែងរបស់ប៉ានៅតែស៊ើបដឹងពីវត្តមានរបស់គាត់ពួកគេបានសូកប៉ាន់កាពីតេណូប៉ាក្នុងដំណើរត្រឡប់មកវិញពីពិធីជប់លៀងសប្បុរសធម៌មួយបានបង្កើតគ្រោះថ្នាក់លេខកប៉ាល់ដ៏គួរឲ្យរន្ធត់មួយកប៉ាល់មិនត្រឹមតែបុកថ្មប៉ព្រះទឹកទេនៅក្រោមទឹកថែមទាំងមានឃាតកម្មសម្រាប់ពួកយើងទៀតក្នុងភាពវឹកវរប៉ានិងម៉ាក់របស់កូនត្រូវទឹកហូរគួចបែកគ្នាប៉ាត្រូវគ្របកាំភ្លើងពីរគ្រាប់ត្រូវកូនចៅជំនិតប្រថុយជីវិតការពារទើបអាចរស់រានមានជីវិតមកបានចំណែកម៉ាក់របស់កូនវិញមានគេប្រាប់ថាគាត់ស្លាប់ហើយតែប៉ាមិនជឿទេប៉ានាំមនុស្សទៅរកគាត់ដូចមនុស្សឆ្កួតតាមរាវរកនៅកណ្ដាលសមុទ្រអស់មួយខែប៉ុន្តែរកឃើញតែអាវធំរបស់គាត់មួយប៉ុណ្ណោះចុះបន្ទាប់មកទៀតបន្ទាប់មកប៉ាចំណាយពេល5ឆ្នាំប្រើវិធីសាហាវខូខើបំផុតបោះសម្អាតភាពវឹកវរក្នុងត្រកូលសិនបញ្ជូនអ្នកដែលធ្វើបាបកូននិងម៉ាក់ទៅនរកទាំងអស់បន្ទាប់ពីសងសឹកបានសម្រេចប៉ាបានប្រើប្រាស់ខ្សែបណ្ដាញទាំងអស់ដើម្បីតាមរកដំណឹងរបស់កូននិងម៉ាក់នៅទូទាំងពិភពលោកគាត់លាក់ខ្លួនជិតឈឹងថងម៉ាក់របស់កូនជាមនុស្សស្រីដែលឆ្លាតបំផុតក្នុងគ្រោះថ្នាក់លេខកប៉ាល់នោះគាត់តោងបំណែកឈើអន្តែតទឹកមួយអន្តែតក្នុងទឹកសមុទ្រដ៏ត្រជាក់អស់មួយយប់ទល់ភ្លឺទើបមានទូកនេសាទឆ្លងកាត់ជួយសង្គ្រោះគាត់ដឹងច្បាស់ណាស់ពីភាពខូខើនៃការដណ្ដើមអំណាចក្នុងត្រកូលសិនគាត់ដឹងថាឲ្យតែគាត់នៅក្បែរប៉ាឲ្យតែគេដឹងថាកូនជាឈាមជ័ររបស់ប៉ាការតាមលួចសម្លាប់ដោយមិនចេះចប់មិនចេះហើយទាំងនោះគឺមិនអាចបញ្ឈប់បានឡើយដើម្បីការពារជីវិតកូនគាត់បានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយប៉ាគាត់បាននាំកូនរត់ទៅរស់នៅតំបន់ជីក្រុងដាច់ស្រយាលបំផុតក្នុងទីក្រុងហៃឈឹងលាក់ឈ្មោះលាក់ត្រកូលមនុស្សស្រីដែលមិនធ្លាប់ធ្វើការធ្ងន់មិនហ៊ានទៅធ្វើការនៅក្រុមហ៊ុនព្រោះខ្លាចបែកការសុកចិត្តទៅលាងចានឲ្យគេរើសអេតចាយតស៊ូចិញ្ចឹមកូនទាំងត្រដោប៉ាម៉ាក់មិនបានធ្វើខុសទេគាត់បានការពារខ្ញុំជាង20ឆ្នាំមកនេះប៉ុន្តែពេលនេះខ្ញុំនឹងមិនលាក់ខ្លួនទៀតទេក្នុងពេលដែលខ្លួនខ្ញុំមានហូរឈាមជ័រតកូលសិនទៅហើយក្នុងពេលដែលព្រះផ្ដល់ឱកាសឲ្យខ្ញុំរស់ឡើងវិញម្ដងទៀតខ្ញុំនឹងយកមកវិញនៅអ្វីគ្រប់យ៉ាងដែលជារបស់ខ្ញុំល្អចាំតតែកូនជាសះស្បើយទាំងស្រុងប៉ានឹងប្រគល់ក្រុមហ៊ុនត្រកូលសិនទាំងមូលទៅក្នុងដៃរបស់កូនត្រកូលសិនគឺតែងតែជាបង្អែកដ៏រឹងមាំបំផុតរបស់កូនពីទេរុញមកកាន់ឈើច្រត់ពីរពីឈើច្រត់ពីរមកកាន់ឈើច្រត់មួយរហូតមកដល់វិនាទីនេះខ្ញុំចំណាយពេលយូរខ្លាំងណាស់ចាប់ពីថ្ងៃនេះទៅលើโลกនេះលែងមានសិនស៊ូថងដែលត្រូវគេជន់ឈ្លីទៀតហើយកូនឈ្មោះសិននានដែលបកប្រែថាមិនភ្លេចការចងចាំហើយនឹងមានថ្ងៃតបស្នងវិញកូននឹងប្រើប្រាស់អត្តសញ្ញាណជាអ្នកស្នងមរតកតែមួយគត់នៃសម្ព័ន្ធពាណិជ្ជកម្មត្រកូលសិនរស់នៅលើโลกនេះម្ដងទៀតសូមណែនាំឲ្យអ្នកទាំងអស់គ្នាបានស្គាល់នេះគឺកូនស្រីរបស់ខ្ញុំហើយក៏ជាអ្នកស្នងមរតកតែមួយគត់នៃត្រកូលសិននាងឈ្មោះសិននានក្មេងស្រីនេះអាចធ្វើបានដែរឬមិនដឹងទេឮថានាងគឺជាកូនស្រីរបស់ប្រធានក្រុមប្រឹក្សាភិបាលដែលបាត់មុខនៅខាងក្រៅធំធាត់នៅកន្លែងតូចមួយក្បែរក្រុងហៃឈឹងនេះគឺឈៀនចឹងជាជំនួយការប្រតិបត្តិជាន់ខ្ពស់របស់សម្ព័ន្ធពាណិជ្ជកម្មត្រកូលសិនហើយក៏ជាកម្លាំងស្នូលនៃក្រុមអ្នកស្នងតំណែងដែលខ្ញុំបានបណ្ដុះបណ្ដាលផ្ទាល់ដៃផងដែរចាប់ពីថ្ងៃនេះទៅឯងត្រូវបដូរទៅនៅក្បែរសិននាងបើនាងឈ្នះឯងរស់បើនាងចាញ់ឯងក៏ត្រូវដើរចេញជាមួយនាងដែរអគ្គនាយិកាសិនរីករាយដែលបានសហការនៅក្នុងកាលៈទេសៈដែលត្រូវគេឡោមព័ទ្ធជុំទេសពួកថ្នាក់ដឹកនាំជាន់ខ្ពស់បានផ្ដល់ឲ្យខ្ញុំយ៉ាងរហ័សនៅការព្រមានដ៏ធ្ងន់ធ្ងរមួយអគ្គនាយិកាសិនគម្រោងទិញយកក្រុមហ៊ុននេះបានផ្អាក2ឆ្នាំមកហើយវាគឺជារន្ធប្រហោងហិរញ្ញវត្ថុមួយបើសិនជាអ្នកនាងអាចដោះស្រាយបានផែនទីពង្រីកអាជីវកម្មថាមពលថ្មីរបស់ត្រកូលសិននឹងលេចរូបរាងឡើងយ៉ាងពេញលេញអ្នកនាងក្នុងនាមជាអ្នកស្នងមរតកគួរតែទទួលបន្ទុកដ៏ធ្ងន់នេះហើយល្អខ្ញុំទទួលយកអគ្គនាយិកាសិនឆ្អឹងមួយដុំនេះរឹងណាស់ភាគីម្ខាងទៀតមិនត្រឹមតែខ្លែងបន្លំរបាយការណ៍ហិរញ្ញវត្ថុទេ
នៅពីក្រោយថែមទាំងមានអ្នកនយោបាយចាំជួយគាំទ្រទៀតក្រុមប្រឹក្សាភិបាលប្រគល់គម្រោងនេះឲ្យអ្នកនាងគឺចង់ឆ្លៀតពេលដែលអ្នកនាងទៅតែមកដល់មិនទាន់រឹងមាំខ្ចីដៃភីគឹមខាងទៀតដើម្បីបំផ្លាញឥទ្ធិពលរបស់អ្នកនាងខ្ញុំដឹងជំនួយការឈានបើលោកខ្លាចចាញ់ហើយត្រូវដេញចេញជាមួយខ្ញុំឥឡូវនេះលោកអាចត្រឡប់ទៅរកប៉ារបស់ខ្ញុំវិញបានអាកេនីយីកាសិនបើអ្នកនាងហ៊ានទទួលខ្ញុំក៏ហ៊ានជួយអ្នកនាងវាបំបែកឆ្អឹងមួយដុំនេះដែរពួកយើងចាប់ផ្ដើមពីប្រាក់នៅក្រៅប្រទេសមួយកញ្ចប់នេះ2 ខែបន្ទាប់ពីនេះគឺជាពេលដែលឈួតលីលាបំផុតក្នុងជីវិតខ្ញុំហើយក៏ជា2 ខែដែលខ្ញុំរីកចម្រើនលឿនបំផុតដែរខ្ញុំប្រៀបដូចជាអេប៉ុងដែលខ្វះជាតិទឹកខ្លាំងស្រូបយកយ៉ាងលឿននៅអ្វីគ្រប់យ៉ាងដែលឈិនចឹងបានបង្រៀនគេមិនដែលសម្រេចចិត្តជំនួសខ្ញុំទេមានតែបង្ខំឲ្យខ្ញុំជាអ្នកចេញបញ្ជាដោយខ្លួនឯងរាត្រីដ៏ជ្រៅរាប់មិនអស់ពួកយើងកប់ខ្លួនឯងនៅក្នុងគំនរឯកសារដ៏ច្រើនសន្ធឹកសន្ធាប់អាកេនីយីកាសិនសូមអភ័យទោសដែលបំពានខ្ញុំធ្លាប់ឃើញកូនស្រីត្រកូលអភិជនជាច្រើនគ្រាន់តែរងការគៀបសង្កត់បន្តិចបន្តួចក៏យំអប់ឲ្យពេញផ្ទៃមេឃទៅហើយប៉ុន្តែមិនដែលឃើញអ្នកណាដូចជានាងទេទាំងដែលរាងកាយឈានដល់ចំណុចកំណត់ទៅហើយតែនៅតែយកភាពមើងម៉ាត់ដល់ឆ្អឹងមកតស៊ូរហូតដល់រឹងមាំជាងដែកថែបទៅទៀតសម្រាប់មួយផ្លែតសិនទៅមិនបាច់ទេឈិនចឹងខ្ញុំរកឃើញចំណុចខ្សោយរបស់ពួកវាហើយតំណាងផ្លូវច្បាប់នៃក្រុមហ៊ុនខ្មោចនេះនិងស្រីកំណានរបស់អ្នកតំណាងចរចារបស់ភាគីមខាងទៀតគឺជាឈ្មោះតែមួយទៅស៊ើបមើលលំហូរនៃប្រាក់មួយកញ្ចប់នេះឲ្យច្បាស់ឲ្យខ្ញុំចង់វាយលុកឲ្យស្លាប់នៅនឹងកន្លែងលើទឹកចរចាបាទអាកេនីយីកាសិនថ្ងៃចរចាចុងក្រោយតាមការមើលឃើញរបស់ពួកគេខ្ញុំគ្រាន់តែជាក្មេងស្រីដែលមិនទាន់អស់ក្លិនទឹកដោះប៉ុណ្ណោះគ្រាន់តែគៀបសង្កត់បន្តិចបន្តួចក៏នឹងព្រមចុះខ្ញុំតាមលក្ខខណ្ឌដ៏អយុត្តិធម៌របស់ពួកគេដោយចុះហត្ថលេខាយ៉ាងងាយតែខ្ញុំមិនព្រមធ្វើតាមបំណងរបស់ពួកគេទេអ្នកនាងសិននេះគឺជាតម្លៃចុងក្រោយបំផុតរបស់យើងហើយបើអ្នកនាងមិនចុះហត្ថលេខាទេយើងអាចទៅរកអតិថិជនផ្សេងនៅពេលណាក៏បានលោកស្មីតគួរតែពន្យល់បន្តិចសិនល្អទេថាក្រុមហ៊ុនរបស់លោកបានផ្ទេរប្រាក់តាមរយៈក្រុមហ៊ុនខ្មោចនៅកោះ Virgin ចំនួន20លានវាជារឿងអ្វីទៅហើយនៅមានការក្លែងបន្លំទិន្ននៃ Snow កាលពីត្រីមាសមុនរបស់លោកទៀតបើសិនជារបាយការណ៍មួយនេះថ្ងៃស្អែកវាលេចមុខនៅលើតុរបស់គណៈកម្មការមូបាត់តើភាគហ៊ុនក្រុមហ៊ុនរបស់លោកអាចទប់ទល់បានដល់3ម៉ោងទេតម្លៃទិញយកឥឡូវនេះត្រូវបញ្ចុះ30ពីតម្លៃដើមបើព្រមចុះកុងត្រៃឥឡូវនេះបើមិនព្រមយើងនឹងជួបគ្នានៅតុលាការនិងគណៈកម្មការមូបាត់ពួកលោកមានពេលតែ1នាទីប៉ុណ្ណោះក្នុងការពិចារណាការចរជាមួយនេះខ្ញុំជាអ្នកឈ្នះមិននឹកស្មានថានាងមានសមត្ថភាពដល់ថ្នាក់នេះសោះមែនហើយនាងពិតជាធ្វើបានសម្រេចមែន2 ខែខ្ញុំបានផ្លាស់ប្ដូរពីប្រពន្ធពិការដែលត្រូវគេបោះបង់ចោលក្នុងក្តីអស់សង្ឃឹមក្លាយទៅជាអ្នកគ្រប់គ្រងមូលធនជាន់ខ្ពស់ដ៏ម៉ឺងម៉ាត់និងដាច់ខាតម្នាក់ចំណែកឈិនចឹងបានធ្វើជាសាក្សីនៃភាពទន់ខ្សោយរបស់ខ្ញុំនឹងអាកេនីយីកាសិនថ្ងៃនេះអ្នកនាងធ្វើបានល្អឥតខ្ចោះជាងអ្វីដែលខ្ញុំនឹកស្មានទុកទៅទៀតបើគ្មានលោកនៅពីក្រោយជួយឲ្យកាយរោគព័ត៌មានសម្ងាត់ដ៏គ្រោះថ្នាក់ទាំងនោះទេខ្ញុំមិនអាចឈ្នះបានឡើយឈិនចឹងអរគុណលោកហើយឈិនចឹងតើលោកកំពុងធ្វើអ្វីថ្ងៃនេះអ្នកនាងឈរយូរពេកហើយសាច់ដុំឈានដល់ចំណុចកំណត់ហើយបើនៅតែទ្រាំទៀតថ្ងៃស្អែកសរសៃប្រសាទនឹងឈឺចាប់ខ្លាំងណាស់ក្នុងរយៈពេល2 ខែនេះគេបានឃើញស្លាកស្នាមវះកាត់នៅខាងក្រោយខ្នងរបស់ខ្ញុំធ្លាប់ឃើញខ្ញុំឈឺចាប់រហូតដល់បែកញើសពន់ក្របពោតតែមានភាពដាច់ខាតដោយមិនមាត់ថែមទាំងដឹងថាក្នុងចិត្តខ្ញុំលាក់ទុកនៅសត្រូវម្នាក់ដែលត្រូវតែកំទេចចោលខ្ញុំអាចដឹងថាគេមានចិត្តលើខ្ញុំឈិនចឹងក៏ឆ្លាតណាស់ដែរគេមិនដែលនិយាយចំហើយក៏មិនទាមទារការឆ្លើយតបណាមួយដែរប៉ុន្តែខ្ញុំបែរជាមិនចង់មានមនោសញ្ចេតនាឈិនចឹងលោកគួរតែដឹងហើយក្នុងចិត្តខ្ញុំពេលនេះមិនអាចផ្ទុកនៅរឿងស្នេហាអីទៀតទេខ្ញុំរស់នៅគឺដើម្បីតែសងសឹកដើម្បីឡើងទៅកាន់ទីខ្ពស់ខ្ញុំដឹងថាអាកេនីយីកាសិនមិនត្រូវការមនោសញ្ចេតនាទេគឺត្រូវការតែកាំបិតដែលមុតបំផុតមួយប៉ុណ្ណោះហើយខ្ញុំសុខចិត្តធ្វើជាកាំបិតរបស់អ្នកនាងចង្អុលទៅណាខ្ញុំនឹងវីទៅនោះមុខកាំបិតបែរទៅក្រៅនឹងមិនធ្វើឲ្យអ្នកនាងរងរបួសឡើយឡអីចឹងកំដរខ្ញុំត្រឡប់ទៅសងសឹកនៅហើយឆឹងវិញអាកេនីយីកាសិនមួយឆ្នាំមកនេះគូយានខ្ចីធនធានដើមរបស់ក្រុមហ៊ុនគូមិនត្រឹមតែធ្វើឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនគូកើនឡើងទ្វេដងថែមទាំងបានលើកស្ទួយត្រកូលប៉ៃឲ្យចូលដល់ស្នូលនៃរង្វង់ចំនួនទៀតផងពួកគេហៅគ្នាជាគូដណ្ដឹងនៅចំពោះមុខអ្នកក្រៅ3ថ្ងៃទៀតសភាពាណិជ្ជកម្មហៃឆឹងនឹងប្រារព្ធនៅសន្តាគារប៉វៃរៀបចំពិធីជប់លៀងលំដាប់កម្ពូលមួយគូយាននិងប៉ៃវៃវៃសុទ្ធតែនឹងចូលរួមហោះកាន់តែខ្ពស់
ពេលធ្លាក់មកវិញទើបកាន់តែខ្ទេចខ្ទីចុះបញ្ជាទៅយកឈ្មោះសម្ព័ន្ធពាណិជ្ជកម្មត្រកូលសិនក្នុងហេតុផលពង្រីកទីផ្សារថាមពលថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់ផ្ដើមដំណើរត្រឡប់ទៅប្រទេសវិញភ្លាមពិធីជប់លៀងនៅ3ថ្ងៃទៀតពួកយើងនឹងទៅជួបលោកគូម្នាក់នេះដោយផ្ទាល់ លោកគូនិងអ្នកនាងប៉ៃពិតជាស័ក្តិសមគ្នាណាស់គូប្រេងវាសនាល្អបងយានអាឡូមិនអាចទេរឿងនេះមិនអាចទៅរួចទេ ស៊ូថងស៊ូថង អាហាស ស៊ូថងអូនមិនទាន់ស្លាប់ទេអូនពិតជាមិនទាន់ស្លាប់មែនឯងជាស្អីចេញឲ្យឆ្ងាយពីឯងលោកគូសូមទុកកិត្តិយសឲ្យខ្លួនឯងផងខ្ញុំជាជំនួយការប្រតិបត្តិជាន់ខ្ពស់របស់អនុប្រធានសម្ព័ន្ធពាណិជ្ជកម្មត្រកូលសិនប្រចាំនៅអាមេរិកខាងជើងការការពារសុវត្ថិភាពរបស់អគ្គនាយិកាសិនជាតួនាទីរបស់ខ្ញុំបើលោកហ៊ានឈានទៅមុខមួយជំហានទៀតក្រុមមេធាវីនិងសន្តិសុខរបស់ត្រកូលសិននឹងទាញលោកចេញពីទីនេះភ្លាមសម្ព័ន្ធពាណិជ្ជកម្មត្រកូលសិនអនុប្រធាន លោកគូជួបគ្នាជាលើកដំបូងហើយខ្ញុំគឺសិននានរបៀបដែលអ្នកទីក្រុងហៃឆាំងតាក់ទងអ្នកវិនិយោគហាក់ដូចជាមើលរំលងគិតយកពេកហើយមើលទៅសិននានទេអូនមិនមែនសិននានអីនោះទេអូនគឺជាស៊ូថងរបស់បងជើងរបស់អូនច្បាស់ជាខូចបាត់ទៅហើយមិនក៏អាចទៅរួច បងយានបងចំណាំមនុស្សខុសហើយឆ្អឹងត្រគាកនិងឆ្អឹងខ្នងរបស់បងស្រីត្រូវបាក់ខ្ទេចអស់ហើយមួយជីវិតក៏មិនអាចក្រោកឈរបានទៀតដែរហើយគាត់ក៏លងទឹកស្លាប់បាត់យូរណាស់មកហើយរបាយការណ៍ធ្វើកសោវិច័យសាកសពដែលស្រង់បានបងក៏បានមើលផ្ទាល់ភ្នែកដែរនាងគ្រាន់តែជាមនុស្សចម្លែកដែលមុខដូចបងស្រីប៉ុណ្ណោះតែខាតមិនមែនជាគាត់ទេមើលទៅលោកគូមិនត្រឹមតែភ្នែកមានបញ្ហាទេស្ថានភាពផ្លូវចិត្តក៏គួរឲ្យព្រួយបារម្ភដែរជំនួយការឈាននៅទីនេះស្អុះស្អាប់ណាស់ពួកយើងបដូរកន្លែងទៅបាត់អគ្គនាយិកាសិនមិនមែនជាស៊ូថងមិននឹងអាចមិនមែនជាស៊ូថងទៅលើโลกនេះមានមនុស្សដែលដូចគ្នាបេះបិទឯណាទៅសេបឆាប់ទៅសើប្រវត្តិរបស់សិននាននេះភ្លាមទៅយកឯកសារទាំងអស់តាំងពីតូចដល់ធំរបស់នាងមកឲ្យខ្ញុំទាំងអស់បើសិនជាសិននានពិតជាសិនស៊ូថងមែននោះត្រកូលប៉ៃរបស់ខ្ញុំច្បាស់ជាចាប់មិនខានមិនអាចទេលើโลกនេះមិននឹងមានមនុស្សមុខដូចគ្នាដល់ថ្នាក់នេះសូម្បីតែកូនភ្លោះក៏គួរតែមានព្រំដែននៃការដូចគ្នាដែរបងយានបងមិនបានបិទភ្នែក3ថ្ងៃហើយណាឯកសារនេះបងក៏បានមើលដែរនាងពិតជាមិនមែនបងស្រីទេគ្រូពេទ្យបាននិយាយថាបងស្រីមួយជីវិតមិនអាចក្រោកឈរបានទេចំណែកសិននាងម្នាក់នេះពាក់ស្បែកជើងកែងចោត10សង់ទីម៉ែត្រឯណោះចេញទៅក្រៅសិនស៊ូថងអូនកំពុងសម្ដែងជាមួយបងមែនទេបងចង់ចាំមើលពេលអូនប៉ះសណ្ដែកដីតើអូននឹងប្រតិកម្មឬអត់ពេលលឺផ្គរលាន់តើអូននឹងញ័រពេញខ្លួនឬអត់តាក់ទងទៅអនុប្រធានសម្ព័ន្ធពាណិជ្ជកម្មត្រកូលសិនឲ្យខ្ញុំប្រាប់នាងថាក្រុមហ៊ុនគូចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគម្រោងដីតំបន់ណានវ៉ាន់តែពួកគេរៀបនឹងអភិវឌ្ឍនោះខ្ញុំនឹងរៀបចំពិធីជប់លៀងផ្ទាល់ខ្លួនអញ្ជើញអគ្គនាយិកាសិនមកញ៉ាំអាហារពេលល្ងាចអគ្គនាយិកាសិនគូយានបានមកភោជនីយដ្ឋានបារាំងលំដាប់កំពូលបំផុតនៅហៃឆឹងហើយក្រៅពីជែករឿងដីតំបន់ណានវ៉ាន់គេប្រហែលជាចង់ឆ្លៀតឱកាសនេះដើម្បីស្ទាបស្ទង់អត្តសញ្ញាណរបស់អ្នកនាងហើយតើត្រូវបដិសេធទេហេតុអីត្រូវបដិសេធបើគេអន្ទះសារចង់យកខ្លួនមកឲ្យដល់ទីទៅហើយខ្ញុំប្រកាសជាត្រូវតាមបំណងគេហើយយកថ្នាំបន្សាបប្រតិកម្មពិសេសដែលត្រកូលសិនផលិតមកជាមួយផងខ្ញុំមិនទាន់ចង់ឲ្យគេដឹងអត្តសញ្ញាណរបស់ខ្ញុំនៅពេលនេះទេបាទអគ្គនាយិកាសិនថ្នាំនេះត្រូវលេបមុនប្រសិទ្ធភាពថ្នាំនឹងបញ្ចេញរដូវក្នុងរយៈពេលកន្លះម៉ោងក្រោយថ្នាំប្រភេទនេះទោះបីជាអាចទប់ស្កាត់ប្រតិកម្មបានកន្លះម៉ោងក៏ដោយប៉ុន្តែពេលអស់ប្រសិទ្ធភាពថ្នាំការធ្វើទុកវិញនឹងកាន់តែខ្លាំងក្លាអគ្គនាយិកាសិនផ្ដល់កិត្តិយសអញ្ជើញមកដល់
លោកគូខ្ញុំពិតជាមានគិតយូរណាស់ លោកគូសំពេចហើយគ្រាន់តែជែករឿងរកស៊ីប៉ុណ្ណោះ អាកេនីយីកាសិនទើបតែមកហើយឆឹងមិនដឹងថាចូលចិត្តរសជាតិបែបណាទេខ្ញុំបានកំងម្ហូបប្រចាំហាងមួយចំនួនសង្ឃឹមថាអ្នកនាងនឹងចូលចិត្តបង្អែមរបស់អ្នកនាងនំមូមួយនេះគឺជាលក្ខណៈពិសេសរបស់ភោជនីយដ្ឋានអាកេនីយីកាសិនសាក់ភ្លក់មើលទៅ មែនទេអីចឹងខ្ញុំមិនគួរសុំទេណារសជាតិពិតជាមិនអន់មែនលោកគូចេះតែសម្លឹងមើលខ្ញុំធ្វើអីឬមួយក៏នៅលើមុខរបស់ខ្ញុំមានសរសេរពីតម្លៃដើមនៃដីតំបន់ណានវ៉ាន់មែនទេនាងមិនមានប្រតិកម្មទេនាងបែរជាមិនមានប្រតិកម្មនឹងសណ្ដែកដីសោះនេះមិននឹងអាចទៅរួចឬមួយក៏នាងពិតជាមិនមែនសិនស៊ូថងមែនឬមួយក៏អ្វីទាំងអស់គ្រាន់តែជាការចៃដន្យមិនមែននាងទេពិតជាមិនមែននាងទេ បើសិនជាការអញ្ជើញរបស់លោកគូថ្ងៃនេះគ្រាន់តែដើម្បីមកអង្គុយផ្លឹកខ្ញុំគិតថាមិនចាំបាច់បន្តការចរចាទៀតទេឈិនចឹង ពួកយើងទៅបាត់អាកេនីយីកាសិនអាកាសធាតុនៅហៃឆឹងនេះនឹកឃើញប្រែប្រួលក៏ប្រែប្រួលតែម្ដងជំនួយការឈានទៅបើកឡានមកមាត់ទ្វារមកបាទលោកគូភ្លៀងហើយខ្ញុំគិតថាលោកគួរតែប្រញាប់ត្រឡប់ទៅវិញទៅបើមិនអីចឹងទេមួយសន្ទុះទៀតស្ថានភាពផ្លូវច្បាស់ជាពិបាកបើកបោះហើយក ុំខ្លាចអីបងនៅទីនេះហើយ ឈិនចឹង គេជឿហើយដើម្បីឲ្យគេជឿមួយចំណែកនេះអ្នកនាងហ៊ានយកជីវិតខ្លួនឯងពាក់កណ្ដាលទៅប្រថុយមែនទេបើសិនជាអំបញ្ញមិញប្រសិទ្ធភាពថ្នាំអស់មុនកំណត់ធ្វើឲ្យខ្យល់កូរភ្លាមតើអ្នកនាងចង់ដួលសន្លប់នៅមុខគូយានមែនទេ ខ្ញុំដឹងពីទំហំការងារ អាកេនីយីកាសិនអ្នកនាងថាខ្ញុំជាកម្មបិតរបស់អ្នកនាងខ្ញុំទទួលស្គាល់អ្នកនាងចង់ឃើញឈាមខ្ញុំសម្លាប់ជំនួសអ្នកនាងចង់សងសឹកខ្ញុំហុចកម្មបិតឲ្យអ្នកនាងប៉ុន្តែខ្ញុំមិនអាចទទួលយកបានទេដែលអ្នកនាងប្រើវិធីបំផ្លាញខ្លួនឯងដើម្បីត្រួសត្រាយផ្លូវជីវិតរបស់អ្នកនាងមានតម្លៃណាស់សម្រាមដូចជាគូយាននោះមិនស័ក្តិសមឲ្យអ្នកនាងប្រថុយគ្រោះថ្នាក់ធំបែបនេះឡើយ ពីមុនខ្ញុំធ្លាប់សំបីតែជីវិតក៏មិនស្ដាយដើម្បីគូយានតែអ្វីដែលទទួលបានមកវិញគឺការខ្ទេចខ្ទីពេញខ្លួនខ្ញុំស្មានថាមួយជីវិតនេះខ្ញុំនឹងមិនជឿទុកចិត្តមនុស្សប្រុសណាម្នាក់ទៀតទេក្នុងកែវភ្នែករបស់ឈិនចឹងមានតែការការពារនិងភាពស្មោះត្រង់ពិតប្រាកដខ្ញុំបែរជាមិនមានអារម្មណ៍បដិសេធសោះលើកក្រោយមិនឲ្យមានទៀតទេ បាទអាកេនីយីកាសិនបន្ទាប់ពីនេះតើអ្នកនាងមានផែនការអ្វីទៀតទេ ត្រូវហើយក្នុងពេលដែលគូយានបានបំបត្តិការសង្ស័យលើអត្តសញ្ញាណរបស់ខ្ញុំហើយអីចឹងដល់ពេលត្រូវអញ្ជើញស្ដេចចូលក្រទួនហើយអ្វីដែលគេមានមោទនភាពបំផុតគឺមូលធនបន្តិចបន្តួចនោះឯងខ្ញុំនឹងធ្វើឲ្យគេវាយកំទេចគ្រឹះក្រុមហ៊ុនគូដោយផ្ទាល់ដៃថែមទាំងធ្វើឲ្យបាយវៃៗដែលគេការពារបំផុតនោះคล้ายជាចម្បាំងសរសៃចុងក្រោយដែលសង្កត់គេរហូតដល់ដួលរលំតំបន់ណានវ៉ាន់គម្រោងអភិវឌ្ឍរួមខ្នាតយក្សនៅតំបន់ដីនោះអាចទម្លាក់នុយបានហើយ យល់ហើយខ្សែចង្វាក់មូលនិធិរបស់ក្រុមហ៊ុនគូបច្ចុប្បន្នខាងក្រៅមើលទៅអស្ចារ្យតែត្រកូលបៃបានដកយកទ្រព្យសកម្មល្អអស់ហើយខាងក្នុងគឺទេស្អាតបើសិនជាដំឡើងលក្ខខណ្ឌក្រុមហ៊ុនគូចង់លេបយកគម្រោងដីតំបន់ណានវ៉ាន់ត្រូវតែបញ្ចាំឧស្សាហកម្មស្នូល70 មិនត្រឹមតែប៉ុណ្ណោះត្រូវតែបន្ថែមមួយប្រការទៀតនៅក្នុងកិច្ចសន្យាប្រការដាក់បញ្ចាំដាច់ខាតនឹងការទប់ស្កាត់ហានិភ័យកំណត់ថាក្នុងអំឡុងពេលសហការក្រុមហ៊ុនគូមិនត្រូវមានការធានាទ្រព្យសកម្មអាក្រក់ដែលពាក់ព័ន្ធណាមួយនិងសកម្មភាពផ្ទេរទុនទៅខាងក្រៅឡើយបើបំពេញត្រូវចាត់ទុកថាជារំលោភកិច្ចសន្យាធ្ងន់ធ្ងរត្រកូលសិនមានសិទ្ធិលេបយកទ្រព្យសម្បត្តិដែលបានបញ្ចាំទាំងអស់ដោយផ្ទាល់ អ្នកនាងកំពុងតែបង្ខំគូយានឲ្យកាត់ផ្ដាច់សរសៃឈាមរបស់ត្រកូលបៃដោយផ្ទាល់ដៃហើយ មួយឆ្នាំមកនេះបាយវៃៗតោងជញ្ជក់ឈាមពីគូយានធ្វើខ្លួនដូចជាជំទាវអភិជនទៅហើយសិតជញ្ជក់ឈាមដែលធ្លាប់តែរស់ក្នុងភាពហាយសូពេលដែលត្រូវគេកាត់ផ្ដាច់ចំណីច្បាស់ជានឹងឈួតហើយបែរមកខំម្ចាស់វិញមិនខានការភ្នាល់ដ៏ធំដែលធ្វើឲ្យក្រើកដល់រង្វង់ចំនួននៅហៃឆឹងបានបើកឆាកជាផ្លូវការហើយពេលដែលត្រកូលសិនទម្លាក់នុយគម្រោងណានវ៉ាន់រង្វង់អ្នកវិនិយោគទាំងមូលគឺឈួតវង្វេងអស់ហើយគូយានប្រៀបដូចជាឆ្លាមដែលធំក្លិនឈាមស្ទុះស្ទីយកវាទាំងយប់ទាំងថ្ងៃតាមផ្លូវគំនិតគេទទួលស្គាល់ថាខ្ញុំមិនមែនជាសិនស៊ូថងទេ
ប៉ុន្តែផ្នែកអារម្មណ៍វិញទម្រង់មុខដែលស្រដៀងគ្នារហូតដល់ទៅ70%នេះបានក្លាយជាថ្នាំពុលដ៏សាហាវគេចង់យកឈ្នះចិត្តខ្ញុំចង់ចូលមកក្បែរហើយនេះគឺជាអ្វីដែលខ្ញុំចង់បានខ្ញុំនឹងធ្វើឲ្យគេព្រមបោះបង់បាយវៃៗដោយស្ម័គ្រចិត្តយកទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុនគូមកភ្នាល់បន្ទាប់មកនៅពេលដែលគេកំពុងឡើងដល់កំពូលស្មានថាខ្លួនឯងទទួលបានអ្វីគ្រប់យ៉ាងនោះនឹងត្រូវខ្ញុំធាក់ទម្លាក់នរកដោយផ្ទាល់ជើងលោកគូត្រកូលសិនត្រូវការតែដៃគូសហការដែលស្អាតស្អំជាងគេបំផុតប៉ុណ្ណោះបើសិនជាកិច្ចសន្យានេះត្រូវបានចុះហត្ថលេខាហើយក្នុងរយៈពេល3ឆ្នាំទៅមុខនេះរបស់ក្រុមហ៊ុនគូលំហូរសាច់ប្រាក់ទាំងអស់ត្រូវតែផ្ដល់អាទិភាពផ្គត់ផ្គង់សម្រាប់ការអភិវឌ្ឍដីតំបន់ណានវ៉ាន់ប៉ុន្តែតាមដែលខ្ញុំដឹងក្រុមហ៊ុនគូបច្ចុប្បន្ននៅកំពុងផ្ដល់ការធានាផ្នែកហិរញ្ញវត្ថុដោយគ្មានព្រំដែនឲ្យទៅក្រុមហ៊ុនមួយចំនួនទៀតនេះគឺមិនស្របតាមស្តង់ដារគ្រប់គ្រងហានិភ័យរបស់ត្រកូលសិនទេបើសិនជាលោកគូនៅស្ដាយមនោសញ្ចេតនាទាំងនោះជំនួយរាប់សែនលាននេះត្រកូលសិនមុខតែត្រូវរកអ្នកផ្សេងហើយបងយានអគ្គនាយិកាសិនគិតច្រើនពេកហើយនៅក្នុងផែនទីពាណិជ្ជកម្មរបស់ក្រុមហ៊ុនគូគឺមិនដែលចិញ្ចឹមមនុស្សអត់ប្រយោជន៍ទេចាប់ពីថ្ងៃនេះទៅក្រុមហ៊ុនគូនឹងដកចេញនូវការធានាពីខាងក្រៅដែលមិនស្របច្បាប់ទាំងអស់ហេតុអីគ្រាន់តែមីស្រីនេះលេចមុខមកភ្លាមគូយានប្រៀបដូចជាត្រូវអំពើអញ្ចឹងតើការធានាចេញយាយចុះរនប្រហោងធំរបស់ត្រកូលប៉ៃដែលពឹងផ្អែកលើក្រុមហ៊ុនគូទាំងនោះត្រូវគិតយ៉ាងម៉េចទៅសុបិនអាក្រក់របស់នាងទើបតែចាប់ផ្ដើមប៉ុណ្ណោះក្រោយពីចុះកិច្ចសន្យាបាន3ថ្ងៃគូយានបានកាត់ផ្តាច់ការផ្គត់ផ្គង់មូលនិធិទាំងអស់ដល់ត្រកូលប៉ៃនិងដកការធានាធ្វើឲ្យត្រកូលប៉ៃធ្លាក់ចូលក្នុងភាពតច្រកឯងមើលការធានានេះទៅការដ្ឋានផ្អាកការងារអ្នកផ្គត់ផ្គង់សម្ភារៈមកវ៉ាទាបំណុលដល់មុខទ្វារទូរស័ព្ទរបស់ប៉ាឯងរត់តាំងពីព្រឹករហូតដល់ពេលនេះមិនទាន់ឈប់ផងមីកូនអត់បានការឲ្យឯងចាប់ចិត្តមនុស្សប្រុសម្នាក់ក៏ចាប់មិនបានវាធ្វើបាបគ្រួសារយើងដល់ផ្លូវស្លាប់ទៅហើយម៉ាក់កូនក៏មិននឹកស្មានថាគេកុំឆ្លោះគ្នាទៀតជាវាអាចដោះស្រាយបញ្ហាអីបានចិញ្ចឹមបានកូនស្រីអត់ប្រយោជន៍អញ្ចឹងកំបិតមួយនេះរបស់គូយានគឺសំដៅមកលើត្រកូលប៉ៃតែម្ដងវាមិនបានបំណងចង់ធ្វើជាគ្រួសារតែមួយជាមួយយើងតាំងពីដំបូងម្លេះខ្ញុំទៅរកគេឯងបន្ទាបខ្លួនឲ្យទាបបន្តិចទៅទោះត្រូវលុតជង្គង់អង្វរវាក៏ត្រូវតែឲ្យវាដកការសម្រេចចិត្តនេះមកវិញដែរបងយានមិនក៏ប៉ុន្មានថ្ងៃនេះបងមិនទៅផ្ទះសោះអញ្ចឹងប៉ាម៉ាក់អូនប្រាប់ថាលុយរបស់ក្រុមហ៊ុនមិនក៏នាងមកទីនេះមើលទៅលោកគូសូម្បីតែច្បាប់សហការជាមូលដ្ឋានបំផុតរបស់ត្រកូលសិនក៏មិនច្បាស់ផងនេះធ្វើឲ្យខ្ញុំសង្ស័យខ្លាំងណាស់ទៅលើសមត្ថភាពអនុវត្តកិច្ចព្រមព្រៀងរក្សាការសម្ងាត់របស់ក្រុមហ៊ុនគូចំពោះគម្រោងណានវ៉ាន់នេះសន្តិសុខអ្នកណាឲ្យនាងចូលមកនៅមិនឆាប់អញ្ជើញអ្នកនាងប៉ៃចេញទៅក្រៅទៀតបើគ្មានការអនុញ្ញាតពីខ្ញុំថ្ងៃក្រោយមិនអនុញ្ញាតឲ្យនាងឈានជើងចូលក្រុមហ៊ុនគូសំបីតែកន្លះជំហានបងយានបងដេញអូនចេញយាយអូនមើលថែបងយូរដល់ម្លឹងដើម្បីបងសំបីតែជីវិតអូនក៏ហ៊ានប្រថុយឥឡូវនេះដើម្បីតែស្រីម្នាក់ដែលមុខដូចស៊ូថងបងចង់បោះបងអូនចោលមែនទេអូសនាងចេញទៅក្រៅឲ្យខ្ញុំអាហាលោកគូពិតជាដាច់ខាតនិងរហ័សរហួនមែនធ្វើឲ្យអគ្គនាយិកាសិនទាស់ភ្នែកហើយសូមពិនិត្យអគ្គនាយិកាសិនប៉ៃវៃត្រូវបង្ខំដល់ផ្លូវទាស់ហើយមនុស្សនៅពេលដែលកំពុងភ័យស្លន់ស្លោនឹងខឹងសម្បាគឺងាយនឹងបាត់បង់ស្មារតីបំផុតហើយបើកច្រកក្រោយមួយនៃប្រព័ន្ធហិរញ្ញវត្ថុផ្ទៃក្នុងរបស់ក្រុមហ៊ុនគូទៅហើយនាំផ្លូវនាងឲ្យចូលទៅត្រកូលប៉ៃពេលនេះកំពុងត្រូវការលុយ300លានជាបន្ទាន់ដើម្បីប៉ះប៉ូវការខាតបង់ខ្ញុំមិនជឿទេថាអ្នកនាងប៉ៃម្នាក់នេះពេលប្រឈមមុខនឹងការខ្សែធនរបស់គ្រួសារ
នៅតែអាចទប់ចិត្តបានមិនចង់លូកដៃចូលកាន់នៃរបស់ក្រុមហ៊ុនគូនោះ យល់ហើយខ្ញុំនឹងឲ្យខ្សែសម្ងាត់របស់យើងខ្លែងធ្វើជាចៃដន្យទម្លាក់លេខសម្ងាត់កាន់នីពិសេសនៃគម្រោងណានវ៉ាន់របស់ក្រុមហ៊ុនគូទៅក្នុងដៃរបស់នាងអ្នកនាងប៉ៃនាងមកតាមរកខ្ញុំបើសិនជាលោកគូដឹងឆ្នាំងបាយរបស់ខ្ញុំមុខតែបែកមិនខាន អតិរិច្ឆានគូយាននោះវាដើម្បីផ្គប់ចិត្តមេសិនមាននោះហ៊ានកាត់ផ្ដាច់លុយរបស់ត្រកូលប៉ៃទាំងអស់គ្រួសារខ្ញុំរៀបនឹងខ្សែធនទៅហើយខ្ញុំនឹងត្រូវគេបង្ខំឲ្យជំពាក់បំណុលរាប់រយលានខ្ញុំដាច់ខាតមិនអាចរងចាំថ្ងៃស្លាប់បែបនេះទេអ្នកនាងប៉ៃនាងមកកអ៊ូប្រាប់ខ្ញុំក៏អត់ប្រយោជន៍ដែរ កុំមកធ្វើពុតជាមួយខ្ញុំដឹងថាលោកក្នុងនាមជាអនុប្រធានមានសិទ្ធិចូលដល់កម្រិតកម្ពូលនៃបន្ទប់ធ្វើការរបស់គូយានកាត់ចម្លង នាងចង់ធ្វើអី ខ្ញុំចង់ឲ្យលោកឲ្យកាត់នោះមកខ្ញុំឲ្យតែខ្ញុំបានលេខសម្ងាត់កានីហើយផ្ទេរប្រាក់500លានចេញដើម្បីប៉ះពើរុនប្រហោងរបស់ត្រកូលប៉ៃរួចខ្ញុំនឹងហោះរត់ទៅទីឆ្ងាយភ្លាមក្នុងស្រោមសម្បត្តិនេះគឺលុយដុល្លារ1លានជាលុយកក់ក្រោយពេលបានសម្រេចខ្ញុំនឹងចែកលោក20លានទៀតនេះជាសរសៃឈាមជីវិតរបស់លោកគូណាបើសិនជាស៊ើបដឹងពួកយើងនឹងត្រូវជាប់គុកមិនខាន ហេតុអីខ្ញុំត្រូវខ្វល់ពីវាសំបីតែស្លាប់រស់របស់ខ្ញុំក៏មិនខ្វល់ផងហេតុអីខ្ញុំត្រូវខ្វល់ពីវាធ្វើមិនធ្វើយកលុយហើយលោកក៏អាចចំណាក់ស្រុកបានដូចគ្នាធ្វើមិនធ្វើ ថ្ងៃស្អែកលោកគូហោះទៅប៉េកាំងដើម្បីធ្វើការនេះជាឱកាសតែមួយគត់របស់នាងហើយ ល្អគូយាននេះជាអ្វីដែលឯងបង្ខំខ្ញុំទេ ជំនួយការឈិនលោកទីត្រូវដូចទេវតាមែងប៉ៃវៃវៃពិតជាស៊ីនុយមែងកាត់បើកទ្វារខ្ញុំទៅតែប្រគល់ឲ្យនាងធ្វើបានល្អណាស់ថ្ងៃស្អែកពេលនាងលួចចូលទៅត្រូវប្រកាសថាកំណត់ហេតុសុវត្ថិភាពនៅខាងក្រោយកុំព្យូទ័របានកត់ត្រាយ៉ាងពេញលេញនៅអេតប្រតិបត្តិការរបស់នាងយល់ហើយធានាថានឹងរក្សាផ្តាំងឲ្យរឹងមាំចុះរឿងដែលត្រកូលសិនសន្យាជាមួយខ្ញុំក្រោយពេលបានសម្រេចគឺតំណែងអនុប្រធានក្រុមហ៊ុនសាខានៅក្រៅប្រទេសរបស់ត្រកូលសិនព្រមទាំងប្រាក់ខែទ្វេដងនឹងបានសម្រេចដោយការសន្យាទេអរគុណជំនួយការឈិនអរគុណអគ្គនាយិកាសិនគម្រោងដីតំបន់ណានវ៉ាន់ទទួលបានការសវនកម្មហិរញ្ញវត្ថុរួមគ្នាជាលើកដំបូង អគ្គនាយិកាសិននេះគឺអ្នកនាង គូយានលោកថ្លើមធំណាស់ស្ថិតក្នុងស្ថានភាពដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចាំដាច់ខាតនិងគ្រប់គ្រងហានិភ័យទៅហើយនោះលោកបែរជាហ៊ានប្រើប្រាស់លុយ500លាននៃគម្រោងណានវ៉ាន់តែជាមូលនិធិពិសេសទៅប៉ះពើរុនខ្មៅនៅក្រៅប្រទេសទៀតតើលោកចាត់ទុកទ្រព្យសម្បត្តិតកូសិនជាទូ ATM របស់លោកមែនទេ បន្លំលុយអីទៅនេះមិនអាចទៅរួចទេអាសៀថានេបបានបង្ហាញថាប្រតិបត្តិការគឺចេញពីបន្ទប់ធ្វើការអគ្គនាយករបស់លោកគូយោងតាមមាត្រា7នៃកិច្ចព្រមព្រៀងដោយសារតែក្រុមហ៊ុនគូមានការរំលោភបំពានធ្ងន់ធ្ងរក្នុងការបន្លំមូលនិធិកិច្ចសហប្រតិបត្តិការលើកនេះគឺត្រូវបញ្ចប់ទ្រព្យសកម្មស្នូល70ដែលក្រុមហ៊ុនគូបញ្ចាំឲ្យត្រកូលសិនចាប់ពីវិនាទីនេះទៅនឹងត្រូវរឹបអូសយកដោយគ្មានសំណងទាំងអស់លើសពីនេះលោកក៏ត្រូវបង់ប្រាក់ពិន័យ10000លានផងដែរនេះមិនមែនខ្ញុំជាអ្នកធ្វើទេខ្ញុំអត់បានធ្វើទេមិនមែនខ្ញុំទេនេះមិនមែនខ្ញុំជាអ្នកធ្វើទេខ្ញុំអត់បានធ្វើទេប៉ៃវៃវៃគឺមីស្រីថោកទាបប៉ៃវៃវៃនោះគឺជាបញ្ហាគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនគូលោកទេមិនពាក់ព័ន្ធនឹងត្រកូលសិនឡើយជំនួយការឈានប្តឹងប៉ូលីសទៅបទល្មើសសេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងទឹកប្រាក់500លានចំណែកប្រាក់ពិន័យរបស់លោកគូក្រុមមេធាវីដាក់ពាក្យទៅតុលាការជាបន្ទាន់ដើម្បីបង្កកទ្រព្យសម្បត្តិដែលនៅសល់ទាំងអស់របស់ក្រុមហ៊ុនគូ
มีស្រីពីរពលអញនឹងសម្លាប់ហែងអញឲ្យហែងស៊ីឲ្យហែងស្លៀកលើកដំកើងហែងដល់ឋានសួគ៌ហែងបែរជាហ៊ានលួចលុយអញ500លានបំផ្លាញក្រុមហ៊ុនគូ អញចង់ឲ្យហែងទៅងាប់ឯងសុំតែទទួលបែបនឹងហើយគូយានឯងធ្វើពុតជាព្រះនៃសេចក្តីស្នេហាស្អីឯងមិនបានស្រឡាញ់ខ្ញុំតតែសោះឯងគ្រាន់តែចាត់ទុកខ្ញុំជាឧបករណ៍ដែលជួយសម្រាលភាពមានទោសកំហុសរបស់ឯងដែលបានសម្លាប់សិនស៊ូថុងប៉ុណ្ណោះឯងសុំតែអស់រលីងពីខ្លួនអញ្ចឹងហើយសិនស៊ូថុងគឺត្រូវឯងបង្ខំឲ្យស្លាប់ទេពេលនេះក្រុមហ៊ុនគូក៏ត្រូវបំផ្លាញដោយភាពល្ងងខ្លៅរបស់ឯងខ្លួនឯងដែរពួកយើងចុះនរកទាំងអស់គ្នាទៅហា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 គូយានដែលគ្មានក្រុមហ៊ុនគូនឹងរែកពន្ធបំណុលរាប់ម៉ឺនលានគេពេលនេះសំបីតែអ្នកសុំទានក៏មិនស្មើផងរលាយទ្រព្យសម្បត្តិវិនាហហិនហោចត្រូវធនាគារធំបង្ខំទារបំណុលរហូតដល់ផ្លូវតគូយានបានដាក់អនេថាដោយអស់សង្ឃឹមនៅតាមផ្លូវក្នុងទីក្រុងហៃឈឹងលោកគូជែកគ្នាលេងបន្តិចទៅ អគ្គនាយិកាសិននាងខ្ញុំសូមអង្វរនាងទុកផ្លូវរស់ឲ្យខ្ញុំមួយទៅឲ្យតែនាងព្រមដោះលែងខ្ញុំឲ្យខ្ញុំធ្វើជាឆ្កែបម្រើនាងក៏បានដែរគូយានលោកមិនឆ្ងល់ទេថាហេតុអីបានជាខ្ញុំធ្វើដាក់លោកបែបនេះគូយានប្រយ័ត្នស៊ូថុងអូនហូរឈាមច្រើនណាស់ហេតុអីបានជាអូនរុញបងចេញ ខ្ញុំមិនអីទេឲ្យតែលោករងរបួសគឺបានហើយកាលពីមុនខ្ញុំធ្លាប់ស្បោះថាឈាមដែលលោកនឹងប៉ៃវៃជំពាក់ខ្ញុំនឹងទារមកវិញទាំងដើមទាំងការមិនខានលោកពិតជាគិតមែនឬកាលពីពេលដែលលោកបណ្ដោយឲ្យប៉ៃវៃបើកឡានបុកខ្ញុំនោះហើយនិយាយនៅមុខឡានពេទ្យថាឲ្យតែកូនស្លាប់ទៅគឺបានហើយនោះខ្ញុំមិនដឹងមែនទេគូយានពេលវេលាដែលពួកឯងលួចបានដោយការជន់ឈ្លីលើសាច់ឈាមរបស់ខ្ញុំមិនត្រឹមតែចង់យកវាមកវិញទេខ្ញុំថែមទាំងចង់ឲ្យពួកឯងសង្វិញរាប់ពាន់ដងទៀតផងសំណាងល្អដែលពួកឯងមិនសូវប្រែប្រួលសោះទើបផែនការរបស់ខ្ញុំអាចអនុវត្តបានរលូនបែបនេះប៉ៃវៃដោយសារតែភាពលោភលន់របស់នាងពេលនេះត្រូវប្រឈមមុខនឹងការជាប់គុកយ៉ាងហោចណាស់15ឆ្នាំត្រកូលប៉ៃក៏បានខ្សែធនទាំងស្រុងនឹងត្រូវរឹបអូសទ្រព្យសម្បត្តិចំណែកលោកដោយសារតែភាពមិនស្មោះត្រង់របស់លោកមិនត្រឹមតែបាត់បង់ក្រុមហ៊ុនជារៀងរហូតទេថែមទាំងត្រូវរែកពន្ធបំណុល10000លានទៀតប្រៀបដូចជាសត្វល្អិតស្អុយមួយក្បាលរស់នៅលើโลกនេះទាំងរស់វេទនាជាងស្លាប់ទៅទៀតនេះគឺជាកាដូដែលសិនស៊ូថុងខ្ញុំម្នាក់នេះយកពីឋាននរកមកជូនលោកចូលចិត្តទេអាហាស៊ូថុងគ្រាបងបន្តិចមកស៊ូថុងបើកឡានទៅអគ្គនាយិកាសិនអ្វីគ្រប់យ៉ាងគឺចប់សពគ្រប់ហើយពួកយើងត្រឡប់ទៅអាមេរិកខាងជើងវិញឈីនចឹងផ្លូវទៅមុខនៅវែងឆ្ងាយណាស់លោកត្រូវតាមឲ្យជាប់ណាបាទអគ្គនាយិកាសិនរបស់ខ្ញុំស៊ូតាមបំរើដល់ថ្ងៃស្លាប់